ជំរាបសួរប្រិយមិត្តបងប្អូនចាបងប្អូនដោយដែលខ្ញុំបានសរសេររួចមកហើយថាកម្ពុជាថ្មីរហូតចាបើមិនមែនថ្មីទេគឺចាមិនមែនជាមិត្តភ័ក្តិសម្លាញ់ជាមួយនឹងប្រទេសថៃឡើយចាថៃក៏ថ្មីរហូតដែរចាថ្មីមួយយ៉ាងម្នាក់ចាបើនិយាយទៅបើនិយាយទៅវាជាឫសគល់តែមួយមិនចឹងវាថ្មីរហូតតាក់ទងទៅនឹងជនជាតិយួនស្រីយួនដែលបានទៅរំដោះអ្នកទោសណាបងប្អូនទាំងគេទាំងខ្ញុំគ្រាន់តែឃើញបែបនោះយើងពិតជាមិនចូលចិត្តប៉ុន្តែផ្នែកមួយសរសើរគាត់សរសើរយ៉ាងម៉េចស្នេហាគឺមានឥទ្ធិពលអាចធ្វើអ្វីដែលដឹងទោះបីដឹងថាខុសក៏ដោយប៉ុន្តែដើម្បីស្នេហាគឺប្រព្រឹត្តទង្វើដែលខុសឆ្គងអានឹងវាខុសមួយទៅហើយប៉ុន្តែអ្វីដែលខុសកាន់តែខ្លាំងទៅទៀតពលរដ្ឋខ្មែរជាពិសេសនេះហើយដែលខ្ញុំតែងតែនិយាយជារឿយៗថាបុរសខ្មែរមួយចំនួនតូចគឺបែបហ្នឹងចាគឺភ្លាវជាងប៊ីចេងទៅទៀតប៊ីចេងក៏មិនភ្លាវដូចពួកបុរសមួយចំនួនតូចនឹងដែរចាមិនបុរសឲ្យពួកប្រុសមួយចំនួនតូចហ្នឹងខ្ញុំក៏មិនដឹងថាការងារអីពួកគាត់នឹងដែរហើយខ្ញុំស្អប់បំផុតអាស្អីបន្តិចយូពួកអ្នកសារព័ត៌មានចូលចិត្តនៅយកអាពាកនឹងយកមកបង្កាច់បង្ខូចយូរទៅអ្នកដែលមានសារអ្នកដែលជាអ្នកសារព័ត៌មានពិតប្រាកដណាគឺលែងមានតម្លៃដោយសារតែបុគ្គលអស់ហ្នឹងឯងចារឿងស្រីយួនធ្វើខុសច្បាប់ទុកឲ្យអាជ្ញាធរគេចាត់ការទៅយើងចាប់បានក៏ត្រូវតែប្រគល់ឲ្យគេដែរប៉ុន្តែពិតណាមិនមែនជារឿងហើយក៏មិនមែនជាមិនមែនជាភារកិច្ចរបស់ក្រុមពួកអ្នកសារព័ត៌មានឬក្រុមបុគ្គលយូកងអស់នឹងដែរចាជាទូទៅមានសមត្ថកិច្ចអីត្រឹមត្រូវដែលគេត្រូវតដៃដែលគេត្រូវធ្វើការដោយមានវិជ្ជាជីវៈរបស់គេប៉ុន្តែបើសិនណាជាពួកគេនឹងចង់ជួយក៏ជួយទៅចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ចទៅវាចប់រឿងហើយនេះគឺភាពថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចាជាភាពថ្លៃថ្នូរហើយសុជីវធម៌គុណធម៌របស់ខ្មែរដែលយើងត្រូវតែមានប៉ុន្តែមិនគួរអីឡើយដែលពួកជនបុគ្គលមួយចំនួនហ្នឹងគឺបានទៅប៉ះពាល់ក៏ដូចជាប្រព្រឹត្តខ្ញុំមិនដឹងថាត្រូវនិយាយថាយ៉ាងម៉េចទេបងប្អូនការប្រព្រឹត្តទង្វើដ៏ថោកទាបទៅអែលថ្ពាល់គេពាក្យសម្ដីដែលមិនសមរម្យមិនត្រឹមតែប៉ុណ្ណោះសោតអាកាយវិការទៅចាប់អូយវាអាក្រក់ខ្លាំងមែនទែនហើយអំឡុងពេលនេះដែរដែលយើងនៅក្នុងប្រទេសរបស់យើងតាក់ទងទៅនឹងពួកថៃឈុតខ្មៅដែលបានរំលោភទៅលើក្មេងស្រីរបស់ជនជាតិខ្មែរយើងហើយយើងកំពុងតែមានការប្តឹងផ្តល់ក៏ស្រាប់តែពួកនេះបញ្ចេញអំពើថោកទាបមិនត្រឹមតែប៉ុណ្ណោះសោតថោកទាបប៉ុណ្ណឹងហើយនៅតែមិនទទួលស្គាល់ទៀតថែមទាំងចេញមកក្អេងក្អាងថាំងពាក្យសម្ដីប៉ុណ្ណឹងនាំគ្នាចោទប្រកាន់ពួកគាត់ណាហើយហេតុអីក៏ការដែលធ្វើល្អកន្លងមកមិនគិតផងចាហើយពួកគាត់ថាងគាត់ខំប្រឹងប្រែងយកព័ត៌មានសិតតែចេះគុណសម្បត្តិគាត់តែខុសមកបន្តិចជេរបតិចពួកគាត់ពឹងទូទាំងប្រទេសអ្នកត្រូវចាំគឺរឿងរ៉ាវទាំងអស់វាតែងតែអញ្ចឹងយើងត្រូវដឹងថាគ្រប់យ៉ាងល្អគ្រប់យ៉ាងខុសតែបន្តិចគឺខ្ចាត់ខ្ចាយទាំងនេះគឺវាដូចនេះឯងយ៉ាងណាមិញក៏ដូចគ្នាដែរយើងកំសត់យើងលំបាកគ្មាននរណាស្គាល់យើងប៉ុន្តែធ្វើអ្វីមួយតែល្អបន្តិចតែផ្ទុះហើយគឺល្បីគឺល្បាញគឺល្អគ្រប់យ៉ាងក៏ដូចគ្នានឹងល្អគ្រប់យ៉ាងប៉ុន្តែតែអាក្រក់តែបន្តិចគឺវាអាក្រក់ហើយអ្វីដែលគេថ្កោលទោសបុគ្គលទាំង2ទាំង3នាក់ហ្នឹងអត់មានខុសទេវាត្រឹមត្រូវពីព្រោះវាអសិលធម៌វាមិនសមជាកូនខ្មែរហើយហ៊ានចេញមុខមកតវ៉ានៅក្នុងបណ្ដាញថាគេថ្កោលទោសគាត់នឹងវាខុសស្អីចេះអត់ទេអត់ខុសទេបើភាពពិតណាបើមានអ្នកជេរបតិចអីកាន់តែមិនមែនថាខ្ញុំគ្រប់គ្រងឲ្យមានការជេរបតិចទេប៉ុន្តែមនុស្សបែបនេះមិនគួររស់នៅក្នុងសង្គមខ្មែរទេវាធ្វើឲ្យវាមានរឿងរញ៉េរញ៉ៃច្រើនណាស់តាក់ទងទៅនឹងរឿងហ្នឹងចាដូចជាធ្វើឲ្យពួកសត្រូវដូចជាសៀមហ្នឹងវាមានឱកាសញុះញង់អាចបង្កឲ្យមានការភ័ន្តច្រឡំប្រកែកឆ្លោះគ្នាជាមួយយួនយើងកំពុងតែមានបញ្ហាជាមួយខាងដៃទៅហើយប៉ុន្តែពួកនេះបង្កើតឱកាសឲ្យពួកសត្រូវមានរឿងមករោរឿងយើង
ឲ្យគេគៀបយើងទាំងឆ្វេងទាំងស្ដាំទាំងកើតទាំងកើតទាំងលិចហើយដោយសារណាគឺដោយសារបុគ្គលបែបនេះឯងហើយដូច្នេះកុំចោទប្រកាន់គេដែលអ្នកដែលថ្កោលទោសអ្នកទាំងពីរទាំង3អ្នកហ្នឹងពួកដែលអសិលធម៌ទាំងអស់ហ្នឹងវាធ្វើឲ្យខូចនៅក្នុងប្រទេសខ្មែរទាំងអស់ដូចជាត្រីតែមួយឯងដាក់នៅក្នុងមួយកន្ត្រកគឺវាខូចវាស្អុយទាំងអស់ហើយដោយសារពួកបុគ្គលបែបនេះគួរតែចេញមកសុំទោសគេដោយត្រឹមត្រូវទោះបីជាខ្ញុំក៏ខ្ញុំមិនអត់អោនទោសឲ្យដែរសុំទោសប្រហែលក៏ដោយលុតជង្គង់ក៏ដោយប៉ុន្តែការកែប្រែវាត្រូវមានពេលនឹងត្រូវមានកលៈទេសៈមិនមែនហៅសុំទោសគេភ្លាមឲ្យគេមកអែលក្បាលយើងពីអស់ហ្នឹងអត់ទទួលយកបានទេចាគឺអាក្រក់មែនទែនហេតុអីបាននៅពេលនេះទៅហើយដែលប្រជាជនខ្មែរជាពិសេសគឺបុគ្គលប្រុសមួយចំនួនតូចបែបនេះនៅតែមាននៅលើទឹកដីខ្មែរមិនមែននៅតែមានទេគឺហើយខ្ញុំមិនដឹងនិយាយថាម៉េចទេបងប្អូនវាឈឺចាប់លេងនិយាយអីលេងថាសឹងថារកពាក្យនិយាយលេងមានហើយចាវាហ៊ូចិត្តហ៊ូថ្លើមលើសពីការស្មានមិននឹកស្មានដល់ទេចាមិនមែនថាឲ្យតែយើងស្អប់នរណាម្នាក់ហើយយើងចេះតែធ្វើអ្វីតាមអំពើចិត្តរបស់យើងមិនមែនទេនៅក្នុងប្រទេសនីមួយៗសុទ្ធតែមានច្បាប់អ្នកឯងស្អប់យួនមិនមែនគេអ្នកផ្សេងអត់ចេះស្អប់ទេគេចេះស្អប់ប៉ុន្តែស្អប់ក៏មានបុគ្គលដែរដោយបុគ្គលដែរមិនមែនថាឲ្យតែយួនសុទ្ធតែស្អប់ទេមិនមែនទេមនុស្សនៅលើโลกនេះវាមានល្អមានអាក្រក់ចានៅលើโลกនេះលើភពផែនដីនេះមនុស្សសត្វទាំងឡាយវាសុទ្ធតែមានល្អមានអាក្រក់កុំថាឡើយមនុស្សសត្វសូម្បីថារុក្ខជាតិក៏វាមានរុក្ខជាតិអាក្រក់និងល្អដែរហេតុអីពីព្រោះវាមានរុក្ខជាតិពុលវាមានរុក្ខជាតិដែលផ្ដល់ល្អអ្វីដែលល្អសម្រាប់មនុស្សលោកគឺដូចគ្នានៅលើโลกនេះវាមានល្អមានអាក្រក់អញ្ចឹងយើងកុំឲ្យតែឃើញអញ្ចឹងហើយយើងប្រមាថមើលងាយវាអត់ត្រូវទេប្រទេសយើងកាន់សាសនាព្រះពុទ្ធត្រូវគោរពសាសនាព្រះពុទ្ធឲ្យបានខ្ជាប់ខ្ជួនហើយកុំចេះតែថាយកអារឿងគ្រប់យ៉ាងទាំងអស់នោះមកធ្វើអ្វីប្រឡូកប្រឡំដើម្បីតែជាឱកាសនិងផលប្រយោជន៍របស់បុគ្គលម្នាក់នឹងទេចាហើយការស្អប់ក៏ត្រូវមានព្រំដែនទី1ទី2លើតែបុគ្គលហើយសំបីតែនៅលើបុគ្គលនឹងក៏ដោយក៏យើងនៅក្នុងប្រទេសសុទ្ធតែមានច្បាប់ដូច្នេះយើងត្រូវតែគោរពច្បាប់ហើយច្បាប់ដែលយើងគោរពជាងគេនៅក្នុងប្រទេសកម្ពុជាគឺអ្វីចាគឺអ្វីទី1គឺច្បាប់ដូនតារបស់យើងដូនតារបស់យើងតែងតែប្រដៅយើងតាំងពីណាពីណីមកតាំងពីមានពូជសាសន៍ខ្មែរមកតែងតែប្រដៅឲ្យយើងមានគុណធម៌សិលធម៌ចាពីរយ៉ាងហ្នឹងណាគឺច្បាប់ដូនតាយើងតាំងពីណាពីណីមកដែលយើងត្រូវមានគ្រប់រូបហើយចាំបើបុគ្គលមួយចំនួនតូចបែបហ្នឹងធ្វើបែបហ្នឹងសួរថាឲ្យប្រទេសជាតិយើងរីកចម្រើនដូចម្ដេចសួរថាឲ្យប្រទេសជាតិយើងនេះងើបមុខរួចនៅពេលណាបើវាចេះតែអញ្ចឹងនោះតើបងប្អូនទាំងអស់គ្នាដែលកំពុងតែមើលនិងស្ដាប់ខ្ញុំយល់ដូចម្ដេចដែរចំពោះទង្វើជនទាំង2ទាំង3នាក់ហ្នឹងម្នាក់ប្រើពាក្យដែលមិនសមរម្យដែលមិនសមជាប្រុសសោះឡើយជាពិសេសគឺប្រុសខ្មែរម្នាក់ទៀតលូកលាន់ហើយម្នាក់ទៀតគឺអូយខ្ញុំទទួលយកអត់បានទេបងប្អូនហើយសមត្ថកិច្ចក៏មានភារកិច្ចរបស់សមត្ថកិច្ចមិនត្រូវអនុគ្រោះឲ្យពួកនឹងដាច់ខាតតែម្ដងខ្ញុំសូមថ្កោលទោសខ្ញុំទទួលយកអត់បានទេដើម្បីកុំឲ្យមានពួកប្រុសផ្សេងទៀតយកតម្រាប់តាមបុគ្គលបែបហ្នឹងទៀតចា៎